លោកអ្នកបងប្អូនសុខសប្បាយទាំងអស់គ្នាការថ្វាយបង្គំព្រះអង្គព្រឹកនេះយ៉ាងម៉េចដែរល្អប្រហែលនេះបានប៉ះពាល់ជាមួយនឹងព្រះវិញ្ញាណដ៏បរិសុទ្ធនៅព្រឹកនេះបើល្អមានអីជាបន្ទាល់លោកអ្នកបងប្អូនបានផ្ទះដៃសរសើរដំណើរព្រះអង្គនៅព្រឹកនេះអេមែនព្រះគម្ពីរបានប្រាប់យើងថាមួយថ្ងៃនៅក្នុងដំណាក់របស់ព្រះអង្គប្រសើរជាងប្រហែលលោកអ្នកបងប្អូនប្រសើរជាង 1000 ថ្ងៃនៅកន្លែងផ្សេងទៀតពាក្យមួយនេះយើងអាចបដិសេធបានអេមែនខ្ញុំថ្វាយបង្គំព្រះអង្គខ្ញុំមានអារម្មណ៍ថាខ្ញុំទទួលកម្លាំងថ្មីទទួលនៅភាពស្រស់ស្រាយទទួលនៅអំណរទទួលនៅសេចក្តីសុខសាន្តនៅពេលដែលខ្ញុំបានថ្វាយបង្គំព្រះអង្គប្រវត្តិមានព្រះអង្គបាននៅក្នុងបន្ទប់នេះបានប៉ះពាល់លោកអ្នកបងប្អូនហើយនឹងខ្ញុំហើយយើងម្នាក់យើងកំពុងតែថ្វាយបង្គំព្រះដែលបង្កើតផ្ទៃមេឃនិងផែនដីព្រះដែលស្រឡាញ់លោកអ្នកបងប្អូនហើយនឹងខ្ញុំព្រះដែលមានប្រគុណនិងភាពអស្ចារ្យរបស់ព្រះអង្គឲ្យយើងថ្វាយពពរលោកគ្រូពិសិដ្ឋបានណាឲ្យយើងថ្វាយពពរទៅដល់ព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទលោកអ្នកបងប្អូនថ្ងៃនេះជាឯកសិទ្ធិដែលខ្ញុំអាចឈរនៅលើឆាកមួយនេះនៅក្នុងចំណោមលោកអ្នកបងប្អូនទាំងអស់គ្នាអាចនាំនៅព្រះបន្ទូលរបស់ព្រះអង្គនៅព្រឹកនេះសម្រាប់ចែកជូនលោកអ្នកបងប្អូនទាំងអស់គ្នានៅពេលដែលខ្ញុំចាប់ដើមចំណាយពេលជាមួយព្រះអង្គនៅពេលដែលខ្ញុំចាប់ដើមអធិដ្ឋាននៅពេលដែលខ្ញុំឮលោកគ្រូសាមឌីឲ្យខ្ញុំបានមានឱកាសនឹងចែកចាយព្រះបន្ទូលរបស់ព្រះអង្គជាមួយលោកអ្នកបងប្អូននៅស្ទឹងមានជ័យខ្ញុំមកពីទួលសកែផ្ទះខ្ញុំនៅជិតស្ទឹងមានជ័យនេះទេអញ្ចឹងរៀងរាល់ថ្ងៃខ្ញុំធ្វើដំណើរ1ម៉ោងជិត1ម៉ោងហើយទៅថ្ងៃទឹកទៅក្រុមជំនុំនៅទួលសកែត្រឡប់មកវិញយកភរិយាទៅទួលសកែម្ដងទៀតដើម្បីវិញថ្ងៃបង្គំទី2ការស្រឡាញ់ព្រះអង្គគឺជាការបដិញ្ញាចិត្តមែនទេការស្រឡាញ់ព្រះអង្គគឺជា commitment មួយនៅក្នុងជីវិតរបស់យើងជាគ្រូបរិស័ទហេតុអីបានខ្ញុំថាស្រឡាញ់ព្រះអង្គទៅជា commitment ជឿព្រះអង្គមកពេលម្ដងបានទទួលការសង្គ្រោះមែនទេបានជីវិតអស់កលជានិច្ចប៉ុន្តែការដែលស្រឡាញ់ព្រះអង្គក្នុងមួយជីវិតរបស់យើងត្រូវមាន commitment ខ្ពស់ត្រូវមានការបដិញ្ញាចិត្តខ្ពស់មែនទេត្រូវមកក្រុមជំនុំជារៀងរាល់ថ្ងៃត្រូវចូលថ្នាក់សិក្សាព្រះគម្ពីរត្រូវអានព្រះបន្ទូលព្រះអង្គជារៀងរាល់ថ្ងៃត្រូវអធិដ្ឋានទៅកាន់ព្រះអង្គជារៀងរាល់ថ្ងៃនឹង commitment នេះលោកអ្នកបងប្អូននេះគឺជាការបដិញ្ញាចិត្តប៉ុន្តែលោកអ្នកបងប្អូនជីវិតគ្រូបរិស័ទខ្ញុំរាប់ថាជាជីវិតមួយដែលមានពរជាជីវិតមួយដែលដើរនៅក្នុងប្រវត្តិមានរបស់ព្រះអង្គជាជីវិតមួយដែលយើងស្គាល់ព្រះជាម្ចាស់ដែលជាព្រះដែលបង្កើតផ្ទៃមេឃនិងផែនដីជាព្រះដែលស្រឡាញ់យើងព្រះអង្គស្រឡាញ់យើងដល់ម្លេះព្រះគម្ពីរប្រាប់យើងអញ្ចឹងដូច្នេះហើយបានជាសេចក្តីស្រឡាញ់របស់ព្រះអង្គបញ្ជូនបុត្រាតែមួយគត់របស់ព្រះអង្គឲ្យមកលើផែនដីនេះបើខ្ញុំកើតនៅជំនាន់ព្រះយេស៊ូវគ្រីស្ទបាទតំណងមែនទេលោកណាបងចង់កើតជំនាន់ព្រះយេស៊ូវគ្រីស្ទទេចង់អត់ចង់ហ៎ព្រះអង្គស្រឡាញ់យើងរស់នៅជាមួយយើង33ឆ្នាំពន្ធកិច្ចរបស់ព្រះអង្គបានបំពេញនាំព្រះរាជរបស់ព្រះជាម្ចាស់មកលើផែនដីនេះនាំអ្វីមួយយ៉ាងដែលយើងហាក់បីដូចជាថ្មីនៅក្នុងជីវិតរបស់យើងស្អីគេព្រះរាជរបស់ព្រះជាម្ចាស់ស្អីគេជាដំណឹងល្អហ្នឹងមែនទេព្រះអង្គនៅជាមួយយើងព្រះអង្គបានប្រោសអ្នកជំងឺឲ្យបានជាសះស្បើយព្រះអង្គបានធ្វើឲ្យមនុស្សស្លាប់ឲ្យរស់ឡើងវិញព្រះអង្គបានបណ្ដេញវិញ្ញាណអាក្រក់ដែលគ្រប់គ្រងលើជីវិតមនុស្សឲ្យគេមានសេរីភាពកិច្ចការរបស់ព្រះអង្គបានបង្ហាញអំពីព្រះរាជរបស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់យើងឲ្យយើងជាគ្រូបរិស័ទដ៏រាមណាយើងជឿលើព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទជឿថាព្រះអង្គជាព្រះតែស្គត់នៅលើឈើឆ្កាងជឿថាព្រះអង្គជាព្រះដែល3ថ្ងៃក្រោយមកព្រះអង្គមានប្រជញ្ញរស់ឡើងវិញឲ្យយើងធ្វើគ្រប់កិច្ចការដោយព្រះគ្រីស្ទបានធ្វើដែរអេមែនអត់ចឹងហើយបានក្រុមជំនុំរបស់យើងអធិដ្ឋានយើងបណ្ដេញវិញ្ញាណអាក្រក់យើងអធិដ្ឋានព្យាបាលប្រោះមនុស្សឲ្យបានជាសះស្បើយជីវិតដែលមិនទាន់ស្គាល់ព្រះអង្គហាក់បីដូចជីវិតមួយដែលជាប់រាល់ទាំងច្រវាក់រាល់ទាំងចំណងដែលត្រូវបានចងដោយភពខាងឯវិញ្ញាណមែនទេប៉ុន្តែនៅពេលដែលយើងជឿព្រះអង្គព្រះបន្ទូលរបស់ព្រះអង្គរំដោះយើងឲ្យមានសេរីភាពជារៀងរាល់ថ្ងៃព្រះបន្ទូលរបស់ព្រះអង្គរំដោះយើងឲ្យមានសេរីភាពមែនទេអត់ជាព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងសភៅយ៉ូហានជំពូក1ខ1បានចែងថាម៉េចការដើមដំបូងបង្អស់មានព្រះបន្ទូល
ព្រះបន្ទូលគង់នៅព្រះបន្ទូលគង់នៅជាមួយព្រះជាម្ចាស់ហើយព្រះបន្ទូលនេះជាព្រះជាម្ចាស់អេមែនប្រហែលអ្នកពេលដែលខ្ញុំឮខ្ញុំនិយាយឲ្យស្រឡាញ់ព្រះបន្ទូលព្រះអង្គអេមែនចឹងបដិញ្ញាចិត្តមួយគ្នាអានព្រះបន្ទូលព្រះអង្គជារៀងរាល់ថ្ងៃអេមែនទាំងអស់គ្នាបាទទាំងអស់គ្នាអេមែនមួយខ្ញុំណាទៅអានព្រះបន្ទូលព្រះអង្គជារៀងរាល់ថ្ងៃសូមឲ្យពាក្យខ្ញុំដែលរំលឹកលោកអ្នកបងប្អូននៅថ្ងៃនេះរំលឹកលោកអ្នកបងប្អូននៅពេលអត់ចង់អានព្រះបន្ទូលព្រះអង្គអេមែននិយាយឲ្យគេបណ្ដាខ្លួនឯងទៅកុំវិតដែរមែនទេមេរៀននៅថ្ងៃនេះព្រះអង្គបានប៉ះពាល់ខ្ញុំឲ្យដាក់ចំណងជើងថាអញ្ចេះខ្ញុំអត់ដាក់ថាចាប់ផ្ដើមជាថ្មីទេប៉ុន្តែខ្ញុំដាក់ថាត្រឡប់មកវិញជាថ្មីពីព្រោះខ្ញុំគិតថាការត្រឡប់សម្រាប់ចិត្តត្រឡប់មកវិញជាថ្មីវាពិបាកជាងការចាប់ផ្ដើមជាថ្មីមែនដែរអត់ពេលខ្លះយើងឃ្លាតឆ្ងាយពីព្រះអង្គ3ខែទៅខានមកក្រុមជំនុំប៉ុន្តែថ្ងៃមួយព្រះអង្គរំលឹកថាកូនទៅវិញត្រឡប់ទៅវិញអត់ចង់ទៅ3ខែហើយនឹងយូរដែរខ្លាចពហិយដែរមែនទេខ្លាចគេមើលមុខមើលក្រោមមកទៅអ្នកនេះ3ខែអត់ដែរមកពហិយសោះមែនទេយើងផ្លោយនិយាយពាក្យហ្នឹងគ្នាអៀនគ្នាខានមកពហិយ3ខែហើយប៉ុន្តែនៅពេលដែលយើងសម្រេចចិត្តត្រឡប់មកវិញជាថ្មីព្រះអង្គដូចជាឪពុករបស់យើងព្រះអង្គស្វាគមន៍យើងព្រះអង្គឲ្យចិញ្ចៀនមកកាន់យើងព្រះអង្គឲ្យរ៉ូបដែលល្អសម្រាប់យើងគោដែលបំពន់យូរហើយកាប់ដើម្បីជប់លៀងដោយសារកូនរបស់ព្រះអង្គបានត្រឡប់មកវិញសារជាថ្មីអេមែនទេដៃសរសើរដំណើរព្រះអង្គលោកអ្នកបងប្អូនព្រះអង្គប៉ះចិត្តខ្ញុំខ្លាំងពីព្រោះដំណើរជីវិតមួយនេះពេលខ្លះមិនស្រួលទេមែនទេជួបទុក្ខលំបាកយើងជួបជំងឺផ្សេងយើងជួបនឹងការខ្វះខាតនៅក្នុងជីវិតរបស់យើងពេលខ្លះកលៈទេសៈមួយចំនួនបានរុញច្រានឲ្យយើងចាក់ចេញពីប្រវត្តិមានរបស់ព្រះអង្គប៉ុន្តែមិនមែនមានន័យថាយើងឈប់ជឿព្រះអង្គទេយើងចាក់ចេញពីសហគមន៍របស់ព្រះអង្គយើងចាក់ចេញពីថ្ងៃអាទិត្យយើងចាក់ចេញប៉ុន្តែនៅពេលដែលព្រះអង្គបានរំលឹកមកយើងវិញយើងបានត្រឡប់មកវិញនៅក្នុងដំណាក់របស់ព្រះជាម្ចាស់លោកអ្នកបងប្អូនសហគមន៍មួយនេះជាសហគមន៍មួយដ៏ល្អដែលខ្ញុំក៏បដិញ្ញាចិត្តថាមកជីវិតរបស់ខ្ញុំកូនរបស់ខ្ញុំគ្រួសាររបស់ខ្ញុំនឹងមិនដែលចាក់ចេញពីសហគមន៍មួយនេះទេសហគមន៍មួយនេះមានតែសេចក្តីស្រឡាញ់មានតែការលើកទឹកចិត្តមានអំណរថ្វាយបង្គំព្រះជាមួយគ្នាមែនទេទៅជែកគ្នានេះគឺជាសហគមន៍ដ៏ល្អទេលោកតាបងល្អអត់ល្អដូចខ្សោយល្អទេលោកតាបងអេមែនអេមែននៅក្នុង2ករិនថូសជំពូក5ខ17ព្រះបន្ទូលព្រះអង្គបានចែងថាអញ្ចេះប្រសិនបើណានាម្នាក់នៅរួមជាមួយព្រះគ្រីស្ទអ្នកនោះបានកើតជាថ្មីអ្វីពីអតីតកាលបានកន្លងផុតទៅហើយអ្វីទាំងអស់បានប្រែជាថ្មីវិញនៅពេលដែលយើងរួមជាមួយនឹងព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទព្រះបន្ទូលរបស់ព្រះអង្គបានប្រាប់ថាអ្វីដែលពីអតីតកាលបានកើតជាថ្មីអ្វីពីអតីតកាលបានកើតជាថ្មីនៅពេលដែលយើងរួមជាមួយព្រះគ្រីស្ទអ្វីនៅក្នុងជីវិតរបស់យើងបានកើតជាថ្មីអ្វីដែលចាស់អ្វីដែលពីមុនមកដែលយើងអត់អាចផ្លាស់ប្ដូរឲ្យវាកន្លងផុតទៅប៉ុន្តែសូមយើងរួមជាមួយព្រះគ្រីស្ទដំណើរជាមួយព្រះអង្គហើយចាប់ដើមអ្វីដែលថ្មីនៅក្នុងជីវិតរបស់យើងពេលខ្លះអតីតកាលមួយចំនួនអត់ល្អលោកអ្នកបងប្អូនមែនទេអត់អតីតកាលមួយចំនួនធ្វើឲ្យយើងចងចាំពេលខ្លះធ្វើឲ្យយើងឈឺចាប់នៅក្នុងជីវិតរបស់យើងពេលខ្លះថាបើសិនបើយើងអាចបំភ្លេចពីអតីតកាលមិនអាចភ្លេចបានទេលោកអ្នកបងប្អូនប៉ុន្តែអតីតកាលកុំឲ្យអតីតកាលរបស់យើងមានឥទ្ធិពលនៅក្នុងបច្ចុប្បន្នកាលដែលយើងរួមជាមួយនឹងព្រះគ្រីស្ទពីព្រោះព្រះគម្ពីរប្រាប់យើងថាពេលដែលយើងរួមជាមួយព្រះគ្រីស្ទអ្វីក៏ថ្មីដែរជីវិតយើងក៏ថ្មីស្ថានភាពក៏ថ្មីពីព្រោះព្រះអង្គដែលជាព្រះនឹងធ្វើការអស្ចារ្យនៅពេលដែលយើងរួមជាមួយនឹងព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអេមែនលោកអ្នកបងប្អូននៅពេលដែលខ្ញុំធ្វើដំណើរទៅតាមបណ្ដាខេត្តខ្ញុំចូលចិត្តប្រើផែនទីចង្អុលបង្ហាញពេលដែលខ្ញុំចុចគោលដៅមួយតែខ្ញុំទៅដល់តំបន់នេះផែនទីនោះបាននាំផ្លូវរហូតទៅដល់ខ្ញុំទៅដល់កន្លែងដែលគោលដៅដែលខ្ញុំត្រូវទៅប៉ុន្តែពេលមួយចំនួនផែនទីមួយនេះ
អត់បាននាំខ្ញុំទៅដល់គោលដៅនៅក្នុងជីវិតរបស់ខ្ញុំឬកន្លែងដែលខ្ញុំចង់ទៅមែនទេដល់កន្លែងមួយដែលអត់មានផ្លូវដល់កន្លែងមួយដែលនាំឲ្យយើងមកវិញពេលខ្លះនាំឲ្យយើងមកវិញដែរនៅពេលដែលយើងពង្វេងយកអត់ដឹងធ្វើអីទេអ្វីដែលយើងត្រូវធ្វើមុនគេធ្វើអីគេសួរអ្នកដែលនៅហ្នឹងមែនដែរអត់សួរអ្នកដែលនឹងថាតើផ្លូវទៅមួយនេះទៅតំបន់មួយនេះទៅតាមផ្លូវណាប្រហែលយើងធ្លាប់ទៅតំបន់ហ្នឹង5ឆ្នាំមុនប៉ុន្តែឥឡូវយើងទៅមានការផ្លាស់ប្ដូរផ្លូវចាប់ដើមល្អជាងមុនមែនទេដើមឈើដុះច្រើនជាងមុនមនុស្សច្រើនជាងមុនពេលដែលយើងវង្វេងលោកអ្នកបងប្អូនពេលដែលឧបករណ៍នេះអត់អាចនាំផ្លូវយើងបានយើងត្រូវសួរម្ចាស់ស្រុករបស់គេដែលគេស្គាល់ផ្លូវនៅពេលដែលយើងសួរប្រកាសថាយើងសួរអ្នកដែលត្រឹមត្រូវសួរអ្នកដែលនៅនឹង20 30ឆ្នាំមិនសួរអ្នកដែលទំចំណាក់ស្រុកមកនៅ3ខែណាទៅសួរអ្នកមកនៅ3ខែគោលដៅអត់ឃើញទេវែងទាំងអស់គ្នាមែនទេលោកអ្នកបងប្អូនទៅពេលដែលយើងវិញផ្លូវយើងត្រូវចេះសួរអ្នកដែលយើងត្រូវសួរពេលដែលយើងអត់ដឹងត្រូវទៅណាពេលដែលយើងចាត់ទុកថាខ្លួនឯងវែងណាខ្លួនឯងអត់ដឹងត្រូវទៅមុខដោយរបៀបណាអត់ត្រូវទៅមុខទៅក្រោយបាត់ឆ្វេងបាត់ស្ដាំទៅរបៀបណាយើងត្រូវចេះសួរអ្នកដែលនៅម្ចាស់ស្រុកហ្នឹងហើយអ្នកនៅម្ចាស់ស្រុកហ្នឹងប្រកាសជាប្រាប់លោកអ្នកបងប្អូនហើយនឹងខ្ញុំទៅដល់គោលដៅកន្លែងមួយដែលយើងចង់ទៅមែនដែរអត់ចំណុចទី1របស់ខ្ញុំនៅថ្ងៃនេះសួរម្ចាស់ស្រុក as a village owner nghe đấy lúc nào chúng ta cố gắng tiện tốt anh mê riết nhưng là cố thì hò nắng tiện đằng à vậy đấy dương tới chơi xua mà cha sọc lúc nào bao bao là không bẹt cầm pi miền Tây đường muối là pe để chôn chết Israel sầm ra chết thua sừng kriêm chỉ muối nâng sa Moab là pe để poke bàn thua sừng kriêm cái chập đam sầm ra chết nông ca thua đầm nào cắt vi rồi hao than muối kiêng công toa miền Sam Pere miền Sát miền Tắc Bò Rệp Phô bản ai sầm ra chất đâm bay thua sừng kriêm chỉ môi nước xa muộiคนนองแปลกับปีบานแผลยังทำนึกลู่เพื่อดำนาบานตามพลเวียงบานประปีทั้งไงพวกเกย์ควาตึกสำหรับกองตัวนังวงสัตว์ได้หมกชิมวยได้เมียนกลุ่มร้องดำใบเพื่อสังเกตชิมวยซะโมอัพปันได้ในเปรย์เกย์ดาวระยะเปรย์ผมปอดทั้งไงเกย์สวายโยธาเกย์ควาตึกตัวเตียนตัวประบอบพวกเกสัตว์ประบอบพวกเกคว้าตึกดำไปตัวเทียนเนเป้ได้คว้าตึกมีในทางพวกเกอาจยังสลับในขนมเวียร์เฮาถามมีในทางพวกเกอาจยังชันสังเกตมีในทางพวกเกอาจได้ตลบถอยเป็นบานเนี่ยมีในทางพวกเกประหารจะมีเรื่องทอมวยในการเล่าในขนมชีวิตระบอบพวกเกจะถอยสังเกตไม่ได้หรอกเกคว้าตึกเกดาวผมเปิดทางไงยัยเกคว้าตึกเกิดอันมีมาโชว์ใบดำไปดอกเสียงปีปัญหานี่cái thang khóa hàผมเปิดไงบ้านนะเปิดขวาตักใบไงอัดบ้านเนี่ยเว้นได้ดอกเกจัวปัญหาอย่างทมนักน้องชีวิตบ่พวกเกลูกได้บอกว่าสาอิสราเอลจะสร้างมวยได้ปรองบันเชื่อเรือปรองบันเชื่อเรือจนจิตอิสราเอลตามอยู่ในชีวิตរបស់លោកโมเสสรวมต่อเกมีสไรเพียบจิตที่สกอร์อย่าไปบนรอยชนะนักน้องตักได้เอซิบรวมต่อเกมีสไรเพียบทั่วจิตเปรย์บอกเกนวมเกตำใบทวายบุญกรมประชิมจ้าปนายนเปย์เด็กเกทั่วสังเกตเกจับดังฟาตึกเกจับดังพระตึกโดยในบาปนนักน้องคอที่ดอกมวยบานใจทางเจประบาดโยสปาร์ตมีริจองกาธาเต้าในตีนี้มีนเชียกระไรน้ำเหมือนเนี้ยแต่อาจจะยังตู้ซัวพร้อมจ้าบ้านเนี่ยจนจิตอิสราเอลนักนองสมัยน้องอัดมีตำแหน่งตัวน้องจุ่มประชิมชาติที่ปังเล็บเชียกอะไรสดายโยสภาที่สดายสกยูดาบันสัวธาต้านักน้องเนี่ยตีนี้ฮะมีเชียกอะไรนะมันเนี่ยได้ขยมไอซัวตอนเราประชิมชาบานเนี่ยตัวนั้นบ่นเชี่ยสมนัวหรอแม่เนี่ยเชี่ยสมนัวแต่ท่าต้ายังถือซัวน่ะนะดับใบหอดมอนได้มีตึกโยบานส่วนจังเบ๋ปนายนักนองดมอนเนี่ยนักนองสระเนี่ยตามีเชียร์การอะไรระบอบประชิมชาได้ขยมไอซัวประชิมชาบานได้ดอนเบตัวอิสราเอลมันเนี่ยสัวทากราบตู้ในที่นี้มีเชียร์การเอลิเซ่ประมาณนี้สกอเอลิเซ่สกออะไรใช่บ้าหันนะฮะเอลิเซ่คือจีเซอร์จุดเด็ดระบอบโลกเอลียาเห็นไหมให้โลกเอลิเซ่นึกเอลียาอัดโจจัดสไลด์สกอิสราเอลตี
ហេតុអីព្រោះស្ដេចអាល់ហាប់និងពនាងយេសាប៊ែលគ្រប់ព្រះខ្លែងខ្លាយអញ្ចឹងស្ដេចអញ្ចឹងព្យាការីអេលីសេនិងអេលីយ៉ាអត់ចូលចិត្តជនជាតិអ៊ីស្រាអែលអត់ចូលចិត្តស្ដេចទេនិយាយត្រង់ចាំពិតចូលចិត្តជនជាតិអ៊ីស្រាអែលប៉ុន្តែអត់ចូលចិត្តស្ដេចទេប៉ុន្តែនៅពេលដែលគេនិយាយចឹងនៅក្នុងខបន្ទាប់ព្រះបាទយូសាផាតមានរាជអង្គការថាលោកពិតជាអាចនាំព្រះបន្ទូលរបស់ព្រះម្ចាស់មកប្រាប់យើងមិនខានពួកគេទុកចិត្តថាអេលីសេជាការីអេលីសេនឹងនាំព្រះបន្ទូលរបស់ព្រះម្ចាស់មកដោះស្រាយបញ្ហាយើងមិនខានល្អអត់ទៅសួរព្រះបាលឃើញទេល្អដែលយើងសួរជាការីរបស់ព្រះអង្គយើងមើលតទៀតលោកអ្នកបងប្អូនអ្វីដែលជាការីអេលីសេបាននិយាយថាអញ្ចេះតើប្រកាសណាយាងមករកទូបង្គំធ្វើអ្វីម្ដេចក៏មិនយាងទៅដល់ពួកជាការីរបស់មេដាព្រះករុណាទៅឃើញទេអញ្ចឹងលោកអេលីសេក៏ដឹងតែជនជាតិអ៊ីស្រាអែលដឹងតែស្ដេចអ៊ីស្រាអែលបាននាំប្រជារាស្ត្ររបស់ព្រះអង្គឲ្យគោរពព្រះបាលនៅពេលដែលពួកគេបានមករកជាការីអេលីសេដើម្បីសុំជំនួយជាការីអេលីសេដាក់មកពាក្យដែរមែនទេដាក់មកពាក្យថាចុះមហោទូបង្គំធ្វើអីចុះអាសបាយនឹងមករកទូបង្គំមែនទេអាទុកលំបាកនឹងមិនក៏មហោទូបង្គំចុះមិនទៅហោព្រះបាលនៃព្រះរបស់ព្រះនាងយេសាប៊ែលទៅមែនទេលោកអ្នកបងប្អូននេះគឺជាសាច់រឿងបន្ទាប់មកលោកអ្នកបងប្អូនព្រះម្ចាស់មានព្រះបន្ទូលដូចតទៅចូលជីកប្រឡាយនៅតាមជ្រលងភ្នំនេះឲ្យច្រើនទោះបីជាយ៉ាងណាលោកអ្នកបងប្អូនជាការីអេលីសេបាននាំព្រះបន្ទូលរបស់ព្រះអង្គសម្រាប់ជនជាតិអ៊ីស្រាអែលបាននាំព្រះបន្ទូលដើម្បីរំដោះជនជាតិអ៊ីស្រាអែលឲ្យមានទឹកសម្រាប់វង្សស័ក្តិនិងកងទ័ពរបស់ពួកគាត់នៅពេលដែលជាការីអេលីសេជាអ្នកដែលព្រះអង្គបានត្រាស់ហៅជាអ្នកដែលព្រះអង្គបានជ្រើសរើសនៅក្នុងសម័យហ្នឹងនៅពេលដែលស្ដេចមករកជាការីដើម្បីសុំជំនួយជាការីអាចនិយាយឌឺបន្តិចមែនទេប៉ុន្តែនៅពេលដែលគាត់ឌឺហើយគាត់ថាសូមជីកបន្លាយនៅតាមជ្រលងភ្នំនោះនឹងមានទឹកយ៉ាងពេញបរិបូរណ៍ដើម្បីកងទ័ពរបស់អ្នកនិងដើម្បីវង្សស័ក្តិរបស់អ្នកលោកអ្នកបងប្អូន the point ចំណុចដែលខ្ញុំចង់និយាយយើងត្រូវចេះសួរមនុស្សដែលត្រឹមត្រូវនៅក្នុងជីវិតរបស់យើងនៅក្នុងដំណើរជីវិតរបស់យើងនៅពេលដែលយើងមានបញ្ហានៅពេលដែលយើងដើរដល់ផ្លូវទាល់នៅពេលដែលយើងអត់ដឹងមធ្យោបាយត្រូវទៅមុខទៀតដល់របៀបម៉េចមែនទេយើងត្រូវចេះសួរអ្នកដែលគោរពកោតខ្លាចព្រះអង្គប្រកាសទេថាអ្នកនឹងគោរពកោតខ្លាចព្រះអង្គប្រកាសទេអ្នកនឹងជាអ្នកដឹកនាំដ៏ល្អនៅពេលដែលយើងសួរអ្នកដឹកនាំដ៏ល្អក៏យើងនឹងបានចម្លើយមួយដ៏ល្អនៅក្នុងជីវិតរបស់យើងមែនទេអត់ពីព្រោះអ្នកដែលគោរពកោតខ្លាចព្រះជាម្ចាស់គេតែងតែប្រយ័ត្ននៅពេលដែលគេឲ្យយោបល់មកកាន់យើងមែនទេព្រោះគេជាអ្នកដែលគោរពកោតខ្លាចព្រះអង្គនៅពេលដែលយើងសុំជំនួយពីគេត្រូវតែអធិដ្ឋានទៅកាន់ព្រះអង្គដើម្បីសុំចម្លើយមួយសុំដំណោះស្រាយមួយសុំអ្វីមួយសុំការណែនាំមួយឬក៏សុំការបើកសម្ដែងមួយដើម្បីឲ្យចម្លើយនោះទៅកាន់បុគ្គលម្នាក់នោះលោកអ្នកបងប្អូនដូចខ្ញុំបានលើកឧទាហរណ៍យើងប្រើ Google Map ពេលខ្លះយើងសួរមនុស្សខុសនៅក្នុងជីវិតរបស់យើងសួរបរោះនោះទៅនៅបាន3ខែហ្នឹងគ្នាមិនស្គាល់ផ្លូវឲ្យផ្លូវទៅខុសទៀតវែងទៀតមែនទេអត់មែនអត់តើសួរយាយមុនគាត់មិនដែរចេញពីផ្ទះផងនៅតែមកជុំកំវង់ផ្ទះហ្នឹងសួរគាត់ទៅខុសទៀតមែនទេអត់តើសួរតានោះថាខ្ញុំនៅនេះតាំងពីអើយមកខ្ញុំដើរអស់ហើយភូមិនេះខ្ញុំស្គាល់អស់ហើយអូនឯងទៅឆ្វេង3ដងទៅស្ដាំហើយទៅមុខតិចដល់ហើយយើងទៅដល់បានយើងថាតានេះគាត់និយាយពិតមែនគាត់នឹងឲ្យម្ចាស់ស្រុកពិតប្រកបពីព្រោះខ្ញុំបានមកដល់គោលដៅហើយអេមែនការដែលយើងឃើញអំពីលទ្ធផលបញ្ជាក់អំពីម្នាក់ដែលបានប្រាប់យើងពិតជាត្រឹមត្រូវមែនដែរអត់នៅពេលដែលលោកអេលីសេឲ្យជីកបន្លាយនៅពេលដែលទឹកបានបំពេញបន្លាយកងទ័ពបានហូបទឹកហើយមានទឹកគ្រប់គ្រាន់ដើម្បីកងទ័ពរបស់គាត់បានយើងថាជាការីអេលីសេបាននាំព្រះបន្ទូលដល់ពិតប្រកបសម្រាប់ពួកយើងពិតប្រកបមែនអេមែនអេមែនក្រុមជំនុំជាតិថ្មីមានអ្នកដឹកនាំច្រើនណាស់អេមែនសូមកលេចទៅឆ្វេងស្ដាំបាទឃើញទេលោកអ្នកបងឃើញអត់ឃើញអ្នកដឹកនាំអត់គួយខាងនេះក៏ច្រើនដែរណាខាងនេះបាទណាច្រើនណាស់អញ្ចឹងបើមានតិចគូមកពហិយទេគ្រូ
và xua quạt vậy nè dương miền nẹt đặc nôm cầm cao sơ ca dương miền nẹt đặc nôm quan cách cho na đại miền bạch nha hay group cọt khai bà ông hay nhom khơi lúc nẹt bom ônไป phai มันกุมnhom khơi nhai lúc nẹt bom ônสลายbà ông nèเลิกได้เลิกจุงกงลดรวมไหมเนี่ยยังสลายปองยังมีนขณีฉลาดให้ยังก็มีเนี่ยประกายเฉินได้ให้ก็มีเนี่ยได้ต้องออกขณีกรุบกอดคลายไปชิมจัดต้องออกขณีเอเมนเนื้อเป้ได้ยังมีปัญหาปวดดำนาชีวิตว่ายังเหม็นแต่ล่างละหดหนาแม่เนี่ยเป้คลายยังก็ทะเลเจ้าได้เป้คลายก็ยังเลิกได้ส้มจุ่มนุ้ยได้แม่ได้ดอดเนื้อเป้ได้ยังส้มจุ่มนุ้ยส้มขณีเนียงแต่แม่ขณียังก็เอาอยู่บอลละออเลยยมเชื่อทางจังเอเมนปีปลัวประชิมชาบันด่าโลกแนวบาโบนในขนมกลมจุนมมวยนี่พระองค์ปัจจุบันกาในขนมกลมจุนมนังแนดักนอมในขนมกลมจุนมนี่เจ้าเชียปุ่มขานเอเมนว้าวดูแนวบาโบนในบุญเชียวไหมน่าเว้ยจำนวนที่ปีได้ยังเถิดเฟื่อมีนาเกเตสัวประชิมชาเอเมนในครั้งสภากิจการจุมพุกปีบานเพียบยังถ้าพระองค์มันจุนเปรย์วิญญาณดาววิสุทธิ์คงในจมูกยังพระองค์นวมมีนเปรย์บรรทุในขนมนี้ต้องให้พระองค์อายุเก๋สัวประชิมชาเมื่อเปรย์บรรทุพระองค์สุภาพยรูปเพียบมวยลงในพระบรมยมเชื่อถามเปรย์บรรทุบอกประชิมชาเชียการนายนวมเพลย์หล่อจิงโกโกมาในขนมชีวิตบอกยังเอเมนเนี่ยกูก็มาชวนการขยมตัดดอกเพลย์มวยสนับบังปามีจีตุกเลยตุกลานเจ้าแล้วจีตุกตะมองไม่เนี่ยฟองสาวไฮเต้ขยมจีตุกไม่เนี่ยตัดดอกเพลย์คลาอ้อยไรสดตะหนารู้จังเมียดาไม่เนี่ยวันนั้นเปรี้ยวบรรทุบะบองเอาได้นอมลูกเนี่ยบองโอนตัดเพลย์เขาให้เปรี้ยวบรรทุบะบองเชียเปรี้ยวเชียไม่ใช่เปรี้ยวบรรทุบะบองประกอบด้วยปรัชญาเปรี้ยวบรรทุบะบองมีฤทธิ์เพียบเปรี้ยวบรรทุบะบองหนึ่งน้อมโลกแนวบอลเติร์กันโจกวิสนาหนึ่งอนาคตอย่างรอประสาจังไงบ้านจิกูกงเวียนเนี่ยดักน้อมประคำมายังอ่านเปรี้ยวบรรทุบะบองยมพอกไหลเคยอย่างแต่ดองนะอ่านเปรี้ยวบรรทุบะบองนั้นยมอ่านทนยังง้อของเว้ยเดตเดย์ไม่เนี่ยอ่านดองไม่เนี่ยยมโยลายปีปัวเปรี้ยวบรรทุจีเพลย์จีแพนตีสมีชีวิตบักยมบ่ออดเปรี้ยวบรรทุบะบองยมโดยจีมนุษย์วงเวียนเพลย์เนี่ยมามีสัจเรื่องมวยในขนมแปรคัมปีประมาณนี้สกอร์เนียงรัวเนียงนาโอมีสกอร์แล้วโอ้หลบใบเรื่องนี้นงแปรคัมปีหลบใบนะไอ้ว่าในปีได้มีตุรพักตกลำบากเพียบเรียงสงบบ้านในขนมปฏิอิสราเอลบ้านรุนชรานกรมกุศลมวยนี้ตะการปฏิดตัยตะการสรกดตัยเนียงรัวจิสระสามูอาปได้เนียงนาวมีหนึ่งกรมกุศลบ้านตะเนยสระเกมีนสวามัยมีนโกนปรปีเนี่ยบ่าโดยซาแต่ออดอาหาโดยซาอาจประกอบประการพรในโครงสระอิสราเอลบ้านเนียงก็บ้านจะเจนตะเนยสระเกจังกะละที่สามูจำนวนบ้านรุนกรมกุศลมวยตะเนยสระเกบ่าสระเกเป็นอเมริกไอ้เท่นะบ่าที่จะล้อมสระเกอเมริกไอ้นั่นไงแต่สามูอาบตั้งนะไม่เนี่ยบ่ามันเตยสระเกแต่ประเทศก็เตอร์สเกเตอร์ก็ระยะเป็นดับชนะโกนประกอบบ้านเรียบการจมวยนังสตรีสามอัพมันแน่นขนมนู้ชมวนเนียงหนึ่งรัวนับเป็นได้ก็ในระยะเป็นบ้านยูเครนสวาไวบอลเนียงก็บ้านตัวมรณะเพียบใหญ่ตรังสลับไม่เนี่ยบ้านมรณะเพียบสลับไว้บ้านเนี่ยจังมันอยู่ประมาณมาตีโกนโปรแต่งปีเนี่ยบอกกอดก็ตัวมรณะเพียบซอตะโกนภาษาสไลปีเนี่ยจนเจียสามอับชีวิตเลี้ยงนาวมีเจียชีวิตมวยกำสัดในศกเมียนตุรพักตะการประเทศก็ทำเมียนโกนภาษาเมียนสกได้ศกสารเมียนสุภะมังกรไล่ผัวเมียนไอเตียดโกนเรียบกาเอาหายแม่เนี่ยประมาณนี้เราไปตะโกนเรียบกาให้รู้ทูมันตกไอ้ขยมแต่นั่นไอ้ดาวตนาบาเลยลูกเนี่ยบอกโอนดังนั้นยมปรามเนี่ยเราปิ้งตุ่มเพิงมองว่าปรามเนี่ยเราปิ้งตุ่มเพิงมองว่าเท้าไงขอจะเคยรู้เพียบตะการโดยใช้ขยมอ้อยปีน่ะใหญ่ตาเราบอกเอาหน้าในเรามั้งไงเนี่ยตาเราเบี่ยมตัวนึงเป็นนั่งไว้นะเป็นนั่งจังเนียงนาวมีเชื้อสตรีมันเนี่ยตระบานโดยชโมธามาราไม่ได้ไหมลูวินชูจอดชีวิตวันนี้ชีวิตลำบากย่อมทำประตูนี้โดยเนียงนาวมีเนี่ยมีประบาไม่ได้
ថ្ងៃមួយនៅក្នុងព្រះគម្ពីរបានចែងថាចេះនៅក្នុងស្រុកម៉ូអាប់នាងណាអូមីបានឮគេនិយាយថាព្រះអង្គម្ចាស់ប្រោះប្រណីដល់ប្រជាជនព្រះអង្គដោយប្រទានឲ្យពួកគេមានអាហារបរិភោគគ្រប់គ្រាន់នាងក៏រៀបចំខ្លួនចាកចេញពីស្រុកម៉ូអាប់ជាមួយកូនប្រសាទាំងពីរនាក់ព្រះជាម្ចាស់បានប្រទានពរដល់ជនជាតិអ៊ីស្រាអែលឲ្យមានភ្លៀងឲ្យអាចបកដាំដុះមកវិញបាននៅពេលដែលនាងណាអូមីឮអញ្ចឹងថាតោះយើងត្រឡប់ទៅវិញព្រះជាម្ចាស់ត្រាស់ហៅយើងទៅស្រុកវិញណាមែនទេនៅស្រុកគេ10ឆ្នាំអត់មានអីទេមានការល្វីងជូរចត់អញ្ចឹងក៏បានត្រឡប់ទៅវិញនាំកូនម្នាក់ទៅកណ្ដឹងគឺនាងរស់ហើយជាដើមរដូវចម្រោតផងទេសភាព green ទេសភាពដូចជាពណ៌មាសមែនទេចាក់ចេញពីស្រុកគេជូរចត់ប៉ុន្តែទៅដល់ប្រទេសវ៉ាមែនទេអ្វីជា harvest time បើថាជារដូវចម្រោតដូចពណ៌មាសអញ្ចឹងបងប្អូនដែលឃើញស្រូវទុំហ៎ស្រូវទុំពណ៌មាសមែនទៅស្រស់ស្រាយបងមែនទេមិនទៅខែប្រាំងណាទៅខែដែលគេច្រូតស្រូវសុបាយមកបរិបូរបងនាងសុបាយចិត្តមែនទេដល់ពេលគេត្រឡប់ទៅវិញហ្នឹងមែនទេបន្ទាប់មកព្រះគម្ពីរបានចែងថាចេះនាងរស់បានរៀបការនាងណាអូមីមានចៅព្រះគម្ពីរបានប្រាប់ថានាងណាអូមីមានជាស្ត្រីដែលមានសុភមង្គលជាងគេបំផុតប្រសើរជាងខ្ញុំទៀតប្រសើរជាងពីព្រោះនាងប្រសើរជាងមានកូនប្រុស7នាក់ទៀតបាទលោកអ្នកបងប្អូនសម័យនោះបើសិនបើមានកូនប្រុសគេថាជាមនុស្សដែលមានពរគ្រួសារដែលមានពរមែនទេចឹងនាងណាអូមីមានព្រះគម្ពីរបានប្រាប់ថានាងមានសុភមង្គលយ៉ាងពេញបរិបូរណ៍ការត្រឡប់មកវិញខ្ញុំជឿលោកអ្នកបងប្អូនការត្រឡប់មកវិញនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ជាប្រពរជាសុភមង្គលយ៉ាងបរិបូរណ៍ហូរហៀអេមែនទេអត់លោកអ្នកបងប្អូនកិច្ចការទាំងអស់នេះយើងអាចបដិសេធបានពីព្រោះដំណាក់របស់ព្រះអង្គជាដំណាក់ដែលពោពេញទៅដោយសេចក្តីស្រឡាញ់និងប្រគុណដំណាក់របស់ព្រះអង្គជាដំណាក់ដែលយើងទទួលនៅសេរីភាពដែលយើងទទួលនៅសេចក្តីសុខសាន្តដែលមកពីព្រះអង្គមែនទេអត់គ្រប់ពេលដែលយើងកាត់ទុកគ្រប់ពេលដែលយើងមានបញ្ហាគ្រប់ពេលយើងហាក់បីដូចជាដំណើរជីវិតនេះត្រូវបានបញ្ចប់ហើយខ្ញុំប្រាប់លោកអ្នកបងប្អូនអត់ទាន់បញ្ចប់ទេការត្រឡប់មកវិញការសម្រេចចិត្តត្រឡប់មកវិញជាជោគជ័យនៅក្នុងជីវិតយ៉ាងធំនៅក្នុងជីវិតលោកអ្នកបងប្អូនទាំងអស់គ្នាពីព្រោះខ្ញុំទទួលស្គាល់ដំណើរជីវិតនេះ40ឆ្នាំ50ឆ្នាំមិនមែនជាការងាយស្រួលយើងត្រូវការព្រះជាម្ចាស់យើងត្រូវការព្រះបន្ទូលរបស់ព្រះអង្គដែលដឹកនាំជីវិតនិងដំណើរជីវិតនិងក្រុមគ្រួសាររបស់យើងអេមែនអេមែននៅក្នុងសៀវភៅយ៉ូស្វេជំពូក1ខ13បានចែងថាចូលចងចាំនៅពាក្យដែលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអង្គម្ចាស់បង្គាប់អ្នករាល់គ្នាព្រះអង្គម្ចាស់ជាព្រះរបស់អ្នករាល់គ្នាប្រទានឲ្យអ្នករាល់គ្នាបានសម្រាកនិងព្រះអង្គប្រទានស្រុកអ្នកឲ្យអ្នករាល់គ្នាហើយស្រុកនេះឲ្យអ្នករាល់គ្នាហើយនៅក្នុងដំណាក់របស់ព្រះអង្គយើងតែងតែបានសម្រាកអេមែនលោកអ្នកបងប្អូនយើងរវល់6ថ្ងៃមានកិច្ចការជាច្រើនណាស់ដែលកើតឡើងរយៈពេល6ថ្ងៃប៉ុន្តែនៅពេលដែលយើងចូលមកក្នុងដំណាក់របស់ព្រះអង្គជារៀងរាល់ថ្ងៃអាទិត្យជាពេលវេលាដែលយើងថ្វាយបង្គំព្រះអង្គជាពេលវេលាយើងស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គជាពេលវេលាដែលយើងចូលទៅក្នុងការសរសើរដំកើងព្រះអង្គយើងបានសម្រាកនៅក្នុងប្រវត្តិមានរបស់ព្រះអង្គរយៈពេល1ម៉ោងកន្លះតើមានអ្វីដែលល្អជាងនេះទៀតមានអ្វីដែលល្អដែលយើងបានសម្រាកនៅក្នុងដំណាក់របស់ព្រះអង្គហើយមានប្រវត្តិមានរបស់ព្រះអង្គគង់នៅជាមួយយើងទៀតមែនទេប្រហែលអ្នកជឿថា6ថ្ងៃរវល់ទេរវល់ណាហត់ទេចូលមកដំណាក់របស់ព្រះអង្គមានកម្លាំងទេចឹងហើយបានជាលោកអ្នកបងប្អូនក្រោកតាំងពីព្រលឹមសិតសក់យ៉ាងស្អាតងូតទឹកយ៉ាងស្អាតមែនទេទាញម៉ូតូទាញឡាញមកក្រុមជំនុំទោះបីជាពេលខ្លះពិបាកចតឡានពិបាកចតម៉ូតូក៏ដោយអេមែនពីព្រោះឡៃនេះតែងតែផ្ដល់កម្លាំងឲ្យលោកអ្នកបងប្អូនហើយលោកអ្នកបងប្អូនបានសម្រាប់ទាំងអស់គ្នាអេមែនខ្ញុំជិះទៅទួលសកែ1ម៉ោងមិនជារឿងលេងសើចទេទៅវិញទៅមកពុនទៅជោបប្រហែលជាទៅ1ម៉ោងមក1ម៉ោង2ទៅវិញទៀតមកវិញទៀត4ម៉ោងបាទ4ម៉ោងប៉ុន្តែខ្ញុំសប្បាយចិត្តនឹងអ្វីដែលព្រះបានត្រាស់ហៅជីវិតរបស់ខ្ញុំនិងក្រុមគ្រួសារខ្ញុំដើម្បីបម្រើព្រះអង្គហើយគេតែងតែផុសខំពីមួយថាខ្ញុំនិងក្រុមគ្រួសារបម្រើព្រះម្ចាស់មែនទេបម្រើព្រះម្ចាស់លោកអ្នកបងប្អូនចំនួនរបស់យើងជាចំនួនមួយដែលយើងប្រឹងប្រែងសម្រាប់ចំនួនក្រោយចំនួនរបស់យើងគឺជាកញ្ចក់សម្រាប់អ្នកចំនួនក្រោយឲ្យគេមើល
ចំនួនរបស់យើងជាចំនួនមួយដែលកូនរបស់យើងបានឃើញអំពីសកម្មភាពរបស់ឪពុកម្ដាយរបស់គេដែលស្រឡាញ់ព្រះជាម្ចាស់យើងត្រូវតែខំប្រឹងយើងត្រូវបង្កើតជាគំរូមួយដើម្បីឲ្យពួកគេអាចឃើញកញ្ចក់របស់ពួកគេមែនទេនៅពេលដែលយើងធ្វើខ្ញុំជឿថានឹងមានលទ្ធផលនៅចំនួនក្រោយមែនទេដល់ហើយប្រទេសកម្ពុជារបស់យើងនឹងមានអ្នកជឿព្រះអង្គច្រើនមែនទេប្រទេសកម្ពុជាយើងនឹងលឺដំណឹងល្អច្រើនដូច្នេះឲ្យបានលោកអ្នកបងប្អូនថ្វាយនឹងវាយដើម្បីនាំដំណឹងល្អព្រះគម្ពីរបានចែកនាំដំណឹងល្អរបស់ព្រះអង្គទៅគ្រប់ជាតិសាសន៍បង្កើតសិស្សរបស់ព្រះយេស៊ូវគ្រីស្ទកន្លែងណាក៏ដោយត្រូវនាំដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទដើម្បីឲ្យគេបានលឺហើយគេទទួលការសង្គ្រោះហើយគេអាចថ្វាយបង្គំដោយលោកអ្នកបងប្អូនទាំងអស់គ្នាដែរក្រុមជំនុំជីវិតថ្មីធ្វើកិច្ចការទាំងអស់នេះក្រុមជំនុំជីវិតថ្មីធ្វើកិច្ចការនេះ commitment ក្នុងធ្វើកិច្ចការទាំងអស់នេះដាំក្រុមជំនុំរបស់ព្រះអង្គនៅគ្រប់ខេត្តក្រុងទាំងអស់នៅក្នុងប្រទេសកម្ពុជាបង្កើតសិស្សចឹងហើយបានយើងមានឋានៈព្រះគម្ពីរច្រើនដើម្បីបង្កើតឲ្យយើងរឹងមាំនៅពេលដែលយើងរឹងមាំនៅពេលដែលយើងមានព្យុះបានមកដល់នៅពេលដែលយើងមានសេចក្តីល្បួងបានមកដល់យើងឈររឹងមាំនៅក្នុងព្រះអង្គម្ចាស់ពេលខ្លះព្រះបន្ទូលរៀងកាចបន្តិចប៉ុន្តែបើមិនកាចបើមិនរឹងទេទប់លោកីនេះអត់ជាប់ទេមែនទេបើពឹបអញបាត់2នាក់បាត់ហើយមែនទេអញនោះ5នាក់ទៅបាត់មែនទេអលួសបាត់មែនទេចឹងព្រះបន្ទូលទៅរមដើម្បីឲ្យយើងជាដើមឈើដែលចាក់ឫសជ្រៅក្នុងព្រះបន្ទូលព្រះអង្គហើយថ្ងៃណាមួយដើមឈើនោះនឹងបង្កើតផលផ្លែសូមលោកអ្នកបងប្អូនក្រោកឈរឡើងនៅថ្ងៃនេះខ្ញុំអានខគម្ពីរ2ទៀតប៉ុន្តែចង់លោកអ្នកបងប្អូនបានក្រោកឈរបន្តិចសម្រួលអេយ៉ាបតឈរអង្គុយច្រើនឈររួមជាមួយខ្ញុំនៅក្នុងសៀវភៅទំនុកដំកើងចំពុកទី25បានចែងថាចេះលោកអ្នកបងប្អូនស្ដាប់ខគម្ពីរនេះតើជាព្រះបាទដាវីតគឺជាអ្នកដែលគេហៅថា the man of God own heart ជាសំណពចិត្តរបស់ព្រះជាម្ចាស់ប៉ុន្តែមិនមែនថាដាវីតមិនធ្លាប់ធ្វើខុសទេដាវីតធ្លាប់ធ្វើខុសក្នុងជីវិតរបស់លោកជាស្ដេចនៅក្នុងស្រុកអ៊ីស្រាអែលប៉ុន្តែដាវីតដើរដំណើរចុះឡើងលើប៉ុន្តែនៅក្នុងព្រះបន្ទូលរបស់ព្រះអង្គលំបាកលោកអ្នកបងប្អូននៅពេលដែលលោកបានសរសេរសៀវភៅទំនុកដំកើងគាត់សរសេរថាអញ្ចេះអោព្រះម្ចាស់អើយសូមណែនាំទូបង្គំឲ្យស្គាល់មាគ៌ារបស់ព្រះអង្គសូមបង្រៀនទូបង្គំអំពីផ្លូវរបស់ព្រះអង្គផងសូមអប់រំទូបង្គំឲ្យរស់នៅស្របតាមសេចក្តីពិតរបស់ព្រះអង្គត្បិតព្រះអង្គជាព្រះសង្គ្រោះទូបង្គំសង្ឃឹមលើព្រះអង្គជារៀងរាល់ថ្ងៃជីវិតរបស់យើងពេលខ្លះឬក៏ដូចជាព្រះបាទដាវីតពេលខ្លះលោកបានធ្វើខុសដោយប្រើប្រាជ្ញារបស់លោកប៉ុន្តែព្រះគម្ពីរនេះលោកបានប្រាប់ថាចូលណែនាំទូបង្គំផងឲ្យស្គាល់មាគ៌ារបស់ព្រះអង្គឲ្យស្គាល់សេចក្តីពិតរបស់ព្រះអង្គមែនទេឲ្យសូមឲ្យសេចក្តីសង្ឃឹមនោះបានមានលើទូបង្គំជារៀងរាល់ថ្ងៃប្រហែលអ្នកសង្ឃឹមលើព្រះអង្គមែនទេលោកអ្នកបងប្អូននៅក្នុងបន្ទប់នេះចង់មានអនាគតល្អចង់មានជោគវាសនាអ្នកណាក៏ចង់បានដែរប៉ុន្តែខ្ញុំជឿជាក់ថានៅពេលដែលយើងដើរតាមមាគ៌ារបស់ព្រះអង្គយើងតែងតែមានសេចក្តីសង្ឃឹមពេលដែលយើងដើរតាមព្រះបន្ទូលរបស់ព្រះអង្គយើងនឹងជួបនឹងការអស្ចារ្យនៅពេលដែលយើងប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ការប្រតិបត្តិព្រះបន្ទូលរបស់ព្រះអង្គហាក់បីដូចជាផ្លូវមួយដែលតូចចង្អៀតជាងផ្លូវដែលយើងធំដែលយើងដើរប៉ុន្តែផ្លូវតូចមួយនេះនឹងនាំលោកអ្នកបងប្អូនទៅកាន់គោលដៅយ៉ាងពិតប្រាកដ commitment តិចមកវិហារថ្ងៃទឹកគេសម្រាប់បដិមកថ្វាយបង្គំព្រះ commitment តិចក្នុងការដែលចូលរួមក្រុមកោតសាលឺព្រះបន្ទូលព្រះអង្គមែនទេប៉ុន្តែផ្លូវដ៏តូចចង្អៀតមួយនេះនឹងនាំលោកអ្នកបងប្អូនទៅកាន់ព្រះបន្ទូលសន្យាសម្រាប់ជីវិតលោកអ្នកបងប្អូនហើយនឹងខ្ញុំលោកអ្នកបងប្អូនអត់អាចបដិសេធបាននៅពេលដែលយើងធ្វើតាមព្រះបន្ទូលហើយលោកអ្នកបងប្អូនជួបការអស្ចារ្យជាទីបន្ទាល់នៅក្នុងជីវិតរបស់យើងព្រះវិញ្ញាណដ៏វិសុទ្ធគង់នៅក្នុងជីវិតលោកអ្នកបងប្អូនហើយនឹងខ្ញុំម្នាក់លោកអ្នកបងប្អូនអាចមកថ្ងៃទឹកឮព្រះបន្ទូលរយៈពេល2ម៉ោងមានសហគមន៍ប៉ុន្តែជីវិត6ថ្ងៃលោកអ្នកត្រូវការព្រះបន្ទូលរបស់ព្រះអង្គលោកអ្នកបងប្អូនត្រូវការព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គពីព្រោះព្រះបន្ទូលរបស់ព្រះអង្គជាចង្គៀងដើម្បីបំភ្លឺជើងរបស់ទូបង្គំជាការសម្រេចចិត្ត
នៅក្នុងស្ថានភាពរបស់ទូបង្គំអេមែនសុភាសិតបានប្រាប់យើងថាស្ដេចសាឡូមោនជាកូនរបស់ស្ដេចដាវីតបានប្រាប់ថាកុំពឹងលើការចេះដឹងរបស់ខ្លួនឡើយតែត្រូវទុកចិត្តលើព្រះអង្គម្ចាស់ទាំងស្រុងចូលនឹកចាំដល់ព្រះអង្គម្ចាស់ក្នុងគ្រប់កិច្ចការដែលកូនធ្វើនោះព្រះអង្គនឹងត្រួសត្រាយផ្លូវរបស់កូនក្នុងគ្រប់កិច្ចការដែលយើងធ្វើយើងអធិដ្ឋានទៅកាន់ព្រះអង្គនឹងត្រួសត្រាយផ្លូវសម្រាប់យើងអេមែនព្រះអង្គនឹងធ្វើការអស្ចារ្យសម្រាប់ជីវិតរបស់យើងអេមែនសូមលោកអ្នកបានបិទភ្នែកទាំងអស់គ្នានៅថ្ងៃនេះចំណាយពេលជាមួយព្រះអង្គបន្តិចនៅថ្ងៃនេះតើការដែលយើងធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គមានអត្ថន័យបែបណានៅក្នុងជីវិតលោកអ្នកបងប្អូនទាំងអស់គ្នាតើព្រះជាម្ចាស់មិនស្រឡាញ់លោកអ្នកបងប្អូនហើយនៅខ្ញុំទេអីតើព្រះអង្គមិនមែនជាព្រះមួយដែលបានលះបង់ព្រះជន្មរបស់ព្រះអង្គនៅលើជីវិតរបស់យើងព្រះអង្គដែលជាព្រះចង់ឲ្យយើងមានអនាគតល្អព្រះអង្គដែលជាព្រះចង់នាំសេចក្តីសុខសាន្តចង់នាំសុភមង្គលមកកាន់ជីវិតរបស់យើងដល់រាបណាយើងនឹងធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គកិច្ចការទាំងអស់នោះនឹងបានកើតឡើងនៅក្នុងជីវិតរបស់យើង Hallelujah ចុះសំឡេងអធិដ្ឋានលើកដៃនិងលើកសំឡេងអធិដ្ឋានទាំងអស់គ្នាលោកអ្នកបងប្អូនទាំងអស់គ្នា Hallelujah 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 បិតាដែលជាព្រះទូលបង្គំអរគុណព្រះអង្គនៅថ្ងៃនេះអរគុណសម្រាប់ព្រះបន្ទូលរបស់ព្រះអង្គព្រះបន្ទូលរបស់ព្រះអង្គបាននិយាយមកកាន់ទូលបង្គំថាទោះបីជាស្ថានភាពបែបណាក៏ដោយក៏ទូលបង្គំអាចត្រឡប់មកវិញនៅក្នុងដំណាក់របស់ព្រះអង្គបិតាអើយនេះគឺជាសេចក្តីស្រឡាញ់យ៉ាងបរិបូរណ៍ហូរហៀព្រះអង្គបានរងចាំយើងព្រះអង្គបានចាំជួយយើងដល់រាមណាយើងវិលនៅក្នុងដំណាក់របស់ព្រះអង្គយើងនឹងមានសុភមង្គលដល់រាមណាយើងវិលនៅក្នុងដំណាក់របស់ព្រះអង្គយើងនឹងមានដំណោះស្រាយដល់រាមណាយើងវិលនៅក្នុងដំណាក់របស់ព្រះអង្គជីវិតរបស់យើងបានស្ដារឡើងវិញផងដែរព្រះម្ចាស់ហើយបិតាទូលបង្គំអរគុណព្រះអង្គដែលព្រះអង្គបានស្រឡាញ់ទូលបង្គំម្នាក់នៅក្នុងបន្ទប់នេះព្រះអង្គស្រឡាញ់ជនជាតិកម្ពុជាព្រះអង្គស្រឡាញ់ក្រុមជំនុំជីវិតថ្មីព្រះអង្គស្រឡាញ់អស់អ្នកដែលដើរតាមព្រះយេស៊ូវគ្រីស្ទនៅក្នុងជីវិតរបស់ពួកគេផងដែរព្រះម្ចាស់ហើយបិតាគុណចង់ឃើញការអស្ចារ្យរបស់ព្រះអង្គនៅក្នុងជីវិតរបស់ទូលបង្គំប្រហែលជាបងប្អូនមួយចំនួននៅក្នុងបន្ទប់នេះគាត់មានបញ្ហាច្រើននៅក្នុងជីវិតរបស់គាត់ក្នុងប្រហែលឆ្នាំកន្លងមកនេះប៉ុន្តែព្រះអង្គឲ្យសូមព្រះអង្គជាព្រះបានលូកប្រហោះប្រទានពរដល់ជីវិតរបស់ពួកគេដោយព្រះអង្គបានប្រទានពរដល់នាងណាអូមីឲ្យជាស្ត្រីម្នាក់ដែលមានសុភមង្គលយ៉ាងពេញបរិបូរណ៍ដោយសុព្រានពរដល់ជនជាតិអ៊ីស្រាអែលឲ្យគេបានទៅដល់ទឹកដីសន្យាដែលព្រះអង្គបានសន្យាសម្រាប់ជីវិតរបស់ពួកគេប្រទានទឹកយ៉ាងពេញបរិបូរណ៍ហៀដោយជាជនជាតិអ៊ីស្រាអែលដែលត្រូវការទឹកដែរព្រះម្ចាស់ហើយពេលដែលយើងចោះចូលនឹងប្រវត្តិមានរបស់ព្រះអង្គយើងចោះចូលនឹងសិទ្ធិអំណាចរបស់ព្រះអង្គគ្រប់កិច្ចការដែលយើងធ្វើយើងទូថ្វាយដែលទុកចិត្តលើព្រះអង្គក្នុងជីវិតរបស់ទូបង្គំគុណបដិញ្ញាចិត្តពីថ្ងៃនេះពីពេលនេះតទៅស្រឡាញ់ក្រុមជំនុំរបស់ព្រះអង្គស្រឡាញ់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ស្រឡាញ់នូវសេចក្តីអធិដ្ឋាននៅក្នុងជីវិតរបស់ទូបង្គំគុណអរគុណព្រះអង្គនៅព្រឹកនេះអរគុណសម្រាប់ព្រះបន្ទូលរបស់ព្រះអង្គអរគុណសម្រាប់ប្រវត្តិមានរបស់ព្រះអង្គហើយគុណទូថ្វាយគ្រប់កិច្ចការទាំងអស់នៅថ្ងៃនេះជីវិតរបស់ទូបង្គំនិងក្រុមគ្រួសាររបស់ទូបង្គំថ្វាយដាច់ដល់ទ្រង់ដែលនៅក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទសូមលោកអ្នកបងប្អូនទះដៃសរសើរដំណើរព្រះអង្គនៅព្រឹកនេះហើយខ្ញុំសង្ឃឹមថាព្រះបន្ទូលនៅថ្ងៃនេះពិតជាលើកទឹកចិត្តនិងផ្ដល់កម្លាំងទៅដល់លោកអ្នកបងប្អូនទាំងអស់គ្នាឲ្យប្រសិនបើលោកអ្នកបងប្អូនទាំងអស់គ្នាមានអារម្មណ៍ថាព្រះអង្គបានប៉ះពាល់ចិត្តដើម្បីចូលរួមចំណែកនៅក្នុងការគាំទ្រតាមរយៈការថ្វាយចូលមកក្នុងក្រុមជំនុំជីវិតថ្មីដើម្បីចូលរួមគាំទ្រកិច្ចការដែលក្រុមជំនុំជីវិតថ្មីធ្វើនៅក្នុងការផ្សាយដំណឹងល្អប្រកាសសិស្សនិងដាំក្រុមជំនុំលោកអ្នកបងប្អូនអាចចូលរួមជាមួយនឹងក្រុមជំនុំជីវិតថ្មីសូមព្រះជាម្ចាស់ប្រទានពរ